អ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូប្រចាំសប្តាហ៍អ្នកទាំងអស់គ្នាដឹងអត់ពាក្យ to send ក្នុងភាសាខ្មែរប្រើរបៀបខុសៗគ្នាក្នុងភាសាខ្មែរយើងប្រើពាក្យ to send 3របៀបតោះទៅរៀនទាំងអស់គ្នាទី1ផ្ញើយើងប្រើនៅពេលដែលយើងផ្ញើអីវ៉ាន់ឬរបស់អ្វីមួយឧទាហរណ៍ទី1ខ្ញុំផ្ញើលុយទៅម៉ាក់ខ្ញុំផ្ញើលុយទៅម៉ាក់ខ្ញុំចំណាំផ្ញើទៅនៅពេលអ្នកផ្ញើអីវ៉ាន់ទៅនរណាម្នាក់ឧទាហរណ៍ទី2ម៉ាក់ខ្ញុំផ្ញើលុយមកខ្ញុំម៉ាក់ខ្ញុំផ្ញើលុយមកខ្ញុំចំណាំផ្ញើមកនៅពេលនរណាម្នាក់ផ្ញើអីវ៉ាន់មកអ្នកទី2បញ្ជូន formal or task បញ្ជូនយើងប្រើនៅពេលដែលយើងចង់ឲ្យនរណាម្នាក់ទៅកន្លែងណាមួយ for mission or for work ឧទាហរណ៍មេគាត់បញ្ជូនគាត់ទៅធ្វើការនៅបាត់ដំបងទី3ឲ្យ daily use អានឹងស្រួលទេយើងប្រើប្រចាំថ្ងៃនៅពេលយើងគ្រាន់តែចង់ឲ្យនរណាម្នាក់ទៅកន្លែងណាមួយចំណាំមិនមែនការងារឬបញ្ជាឧទាហរណ៍ខ្ញុំឲ្យគាត់ទៅផ្សារខ្ញុំឲ្យគាត់ទៅផ្សារថ្ងៃនេះពួកយើងរៀនពី to send ហើយតោះសរសេរប្រយោគដោយប្រើពាក្យផ្ញើបញ្ជូននិងឲ្យនៅក្នុង comment ទាំងអស់គ្នាអរគុណច្រើនជម្រាបលាជួបគ្នានៅវីដេអូសប្តាហ៍ក្រោយ Click like follow សម្រាប់វីដេអូនៅសប្តាហ៍ក្រោយអរគុណច្រើនជម្រាបលា Bye bye